អូខេជំរាបសួរបងប្អូនទាំងអស់គ្នាអ្នកដែលនិយមប្រើប្រាស់ទៅលើកម្មវិធី CapCut Pro ក៏ដូចជាគ្នាយើងទាំងអស់ថ្ងៃនេះដែរខ្ញុំនឹងធ្វើការបង្ហាញពីរបៀបក្នុងការយើងទិញ CapCut Pro បានតម្លៃធូរថ្លៃចំណេញជាជាងយើងទិញពីបង់ជាមួយនឹង website ផ្ទាល់ណាហើយវីដេអូនេះខ្ញុំនឹងប្រាប់ពីកន្លែងណាដែលយើងអាចចូលទៅទិញបាននៅក្នុងតម្លៃធូរថ្លៃហើយបងប្អូនអាចទិញបានទាំងអស់គ្នាទាំងក្នុងទូរស័ព្ទដៃកុំព្យូទ័រ iPad គឺទិញបានទាំងអស់គ្នាហើយប្រើប្រាស់ជាលក្ខណៈ account ផ្ទាល់ខ្លួនអញ្ចឹងណាអញ្ចឹងជាដំបូងយើងមើលមកកាន់ website របស់ CapCut មកហើយយើងទៅឆែកតម្លៃទាំងអស់គ្នាចង់ដឹងថាមួយខែប្រហែលអញ្ចឹងណាអូខេអញ្ចឹងខ្ញុំធ្វើការ search មក CapCut Pro pricing បាទតម្លៃ CapCut Pro អូខេនេះយើងចូលមកដល់ហើយយើងអូសចុះក្រៅមកយើងនឹងឃើញហើយបងប្អូនឃើញហើយគឺមួយខែតម្លៃរហូតទៅដល់$10ក្នុងមួយខែណាអញ្ចឹងតម្លៃនេះគឺរៀងខ្ពស់គួរសមដែរសម្រាប់បើសិនជាយើងជួនកាលយើងត្រូវកាត់តិចទេយើងមិនជាកាត់រាល់ថ្ងៃឬក៏អីទេហើយជួនកាលមួយអាទិត្យអីកាត់បាន2 ដងអីចឹងទៅយកមកបងប្អូនទៅបង់ជាមួយក្រុមហ៊ុនផ្ទាល់ហ្នឹងគឺថ្លៃគួរសមដែរហ្នឹងហើយមួយឆ្នាំគឺរហូតដល់$90នេះ89.99ហ្នឹងហើយអញ្ចឹងវារៀងថ្លៃគួរសមដែរបើយើងបង់ជាមួយ CapCut Pro CapCut ជាមួយ Official website ផ្ទាល់ណាអញ្ចឹងថ្ងៃនេះខ្ញុំនឹងប្រាប់ពីគន្លឹះក្នុងការយើងទិញដើម្បីបានតម្លៃធូរថ្លៃអញ្ចឹងជំហានដំបូងបងប្អូនធ្វើការបើកជាមួយTelegram ណា Telegram បងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាមានរៀងខ្លួនអីចាំបងប្អូនអាចចូលទៅទិញបានទាំងក្នុងទូរស័ព្ទដៃកុំព្យូទ័រគឺបានទាំងអស់ណាគឺរបៀបទិញដូចគ្នាទេអានេះខ្ញុំបង្ហាញនៅក្នុងកុំព្យូទ័រអញ្ចឹងទៅចាំបងប្អូនអាចចូលមកហើយបងប្អូនត្រូវចូលទៅកាន់ channel Magnet Service នេះណាបងប្អូនអាចចូលទៅមើល channel ហ្នឹងទៅគឺនឹងមានអីខ្ញុំនឹងដាក់ link description នៅខាងក្រោមវីដេអូមួយនេះហើយបងប្អូនធ្វើការរក channel អញ្ចឹងមកបើសិនជាចុច link ទៅអត់បានឬក៏មិនបងប្អូនអាចគ្រាន់តែ search add ពាក្យ add ចេញមកហើយដាក់ថា Magnet Service អូខេអញ្ចឹងនឹងចេញ admin មកហើយនេះបងប្អូនចុចមកហើយចង់ chat ទៅសួរគាត់ក៏បានឬក៏យើងចង់ទៅមើល link របស់ channel យើងចុចទៅលើឈ្មោះរបស់គាត់ចឹងមកនេះហើយនឹងឃើញនេះ official channel link នេះអញ្ចឹងទៅចាំបងប្អូនចុចមកហើយបងប្អូនចុចខាងក្រោមនេះគេមានពាក្យថា join channel បងប្អូនចុច join មួយចឹងមកអញ្ចឹងបន្ទាប់ពីចូល channel នឹងហើយបងប្អូនscroll ឡើងលើបាទអញ្ចឹងយើងនឹងឃើញតម្លៃ update ថ្មីជារៀងរាល់សប្តាហ៍ឬក៏ពេលដែលមានតម្លៃថ្មីគាត់នឹង update នៅក្នុងហ្នឹងឯងចាំបងប្អូនមើលទៅគឺឥឡូវនេះតម្លៃរៀងពិសេសដែរមួយខែតម្លៃត្រឹមតែ$3.99ទេហើយនៅក្នុង7ថ្ងៃវិញតម្លៃរឹតតែធូរ0.90 សេនណាអត់ដល់1រៀលទេចាំបងប្អូនអាចទិញបានហើយ CapCut Pro នេះជាដូចតែបងប្អូនទិញជាមួយ website official ផ្ទាល់អញ្ចឹងគាត់ថាបងប្អូនទិញនៅក្នុងនេះវាបានតម្លៃធូរថ្លៃអូខេអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅទិញទាំងអស់គ្នាយើងទិញដោយរបៀបណាអញ្ចឹងនៅក្នុង channel នេះបងប្អូនតែងតែឃើញនៅខាងក្រោមគឺមាន link មួយ
គឺ link bot Telegram អញ្ចឹង bot Telegram ហ្នឹងបងប្អូនចូលទៅទិញបានដោយខ្លួនឯងណាអញ្ចឹងទិញពេលណាក៏បានដែរអូខេអញ្ចឹងខ្ញុំចុចធ្វើការចុចទៅលើ link bot Telegram ហ្នឹងឲ្យបងប្អូនទាំងអស់គ្នាមើលអញ្ចឹងបន្ទាប់ពីចុចហើយគឺបងប្អូននឹង load មកកាន់ chat មួយទៀតគឺជា chat bot អញ្ចឹងបន្ទាប់ពី load មកគឺនឹងបង្ហាញវានឹងបង្ហាញជាមួយនឹង item ជាច្រើនដែលបងប្អូនអាចទិញបានហើយក្នុងហ្នឹងក៏មាន CapCut Pro ផងដែរដែលខ្ញុំបង្ហាញប្រាប់មុនហ្នឹងណាអញ្ចឹងបងប្អូនមើលទៅនេះនៅខាងលើគឺខាងលើគេហ្នឹងគឺមានជាមួយនឹង CapCut Pro នេះតម្លៃ 3.99 គឺមាន$4ហ្នឹងរយៈពេល1ខែហើយជាប្រភេទ private account អញ្ចឹងនៅកន្ទុយនេះគឺជាចំនួន stock ដែលមាននៅក្នុង bot ហ្នឹងណាអញ្ចឹងពេលដែលបងប្អូនចុចទិញទៅគឺនឹងបានភ្លាមតែម្ដងហើយចំពោះ account 90 សេន account 90 សេនគឺមានចំនួន6អញ្ចឹងបងប្អូនអាចទិញបានដូចគ្នាអញ្ចឹងនៅក្នុងនេះគឺច្រើនមែនតើបងប្អូនឃើញមានដូចជា Canva Pro Lifetime អានេះគឺយើងប្រើបានរហូតណាអញ្ចឹងនៅក្នុងនេះគឺមាន10ហើយ Chat GPT Plus ដូចជា stock ហ្នឹងនេះគឺគេដាក់0អញ្ចឹងហើយ Gemini Pro រយៈពេល18ខែ upgrade នេះគឺមានន័យថា upgrade ទៅលើ account របស់អតិថិជនផ្ទាល់ហ្នឹងហើយជាមួយ super croc អីគឺក៏មានដែរច្រើនមែនតើបងប្អូនអាចចូលទៅមើលជាក់ស្ដែងតាមនឹងបានណាហ្នឹងហើយតើឥឡូវកុំឲ្យយូរយើងចូលទៅទិញមួយខែតេស្តទាំងអស់គ្នាចង់ដឹងថាបានយ៉ាងម៉េចដែរអញ្ចឹងកន្លែងនេះខ្ញុំចុចទៅការចុចទៅលើមួយខែហ្នឹងហើយត្រង់កន្លែងនេះគេដាក់បញ្ជាក់អីគឺ CapCut Pro មួយខែ private នេះតម្លៃ 3.99 ហើយ warranty គឺ30ថ្ងៃពេញណាហ្នឹងហើយ stock គឺមាន10អញ្ចឹងទៅអញ្ចឹងកន្លែងនេះបើបងប្អូនចង់ទិញ2 account យើងចុចបូកមួយទៀតអញ្ចឹងមកនេះវានឹងឡើងទឹកលុយទៅតាមហ្នឹងហើយឥឡូវខ្ញុំទិញតែមួយទេអូខេបន្ទាប់មកខ្ញុំចុចធ្វើការចុចពាក្យថា buy now អូខេបន្ទាប់ពីយើងចុចពាក្យថា buy now bot នេះនឹងផ្ញើជា QR code របៀប QR ណាអញ្ចឹងអត់មានអីពិបាកទេបងប្អូនគ្រាន់តែបើកជាមួយនឹងធនាគារយើងមួយណាក៏បានឲ្យតែ support ជាមួយ QR ABA ACIDA Wing អីគឺបានទាំងអស់អញ្ចឹងបងប្អូនគ្រាន់តែបើកមកហើយយើង scan ទៅលើ QR code ហ្នឹងហើយបងប្អូនចុច pay តែម្ដងនេះគឺ 3.99 អូខេបងប្អូនយល់ហើយកន្លែងហ្នឹងអូខេចាំបន្តិចអូខេនេះខ្ញុំធ្វើការ pay ហើយអញ្ចឹងគឺ bot នេះគឺយើងបានធ្វើវាលក្ខណៈអូតូណាអញ្ចឹងគ្រាន់តែទូទាត់ភ្លាមទទួលបាន account ភ្លាមតែម្ដងអូខេអញ្ចឹងនេះបងប្អូនឃើញហើយ account CapCut Pro រយៈពេល1ខែហើយនេះគឺយើងមានជាមួយនឹង email ហើយនឹង password ហើយជាប្រភេទ private account អញ្ចឹងបងប្អូនយកទៅគឺ login ប្រើតែម្ដងអញ្ចឹងដូចជាមានតែប៉ុណ្្នឹងទេហើយសម្រាប់សេវាកម្មខាង Magnet Service គឺបងប្អូនអាចចូលទៅទិញបានជារៀងរាល់ខែដោយខ្លួនឯងអញ្ចឹងយើងធ្វើជា system នេះមកដើម្បីងាយស្រួលពេលខ្លះបងប្អូនប្រើចប់មួយខែអញ្ចឹងទៅហើយដាច់ជួនកាលបងប្អូនត្រូវកាត់វីដេអូសំខាន់នៅពេលយប់ឬក៏អីអញ្ចឹងបងប្អូនអាចចូលទៅទិញបានដោយខ្លួនឯងអញ្ចឹងទៅអូខេអញ្ចឹងនៅលើនេះគឺមានរបៀបក្នុងការ sign in ប្រើប្រាស់ផ្សេងទៀតអញ្ចឹងងាយស្រួលដល់បងប្អូនខ្លះដែលគាត់ថ្មីគាត់អត់ចេះតន់ចេះប្រើជាមួយនឹង CapCut ហើយបន្ទាប់ពីទិញហើយបងប្អូនអាចអូខេបន្ទាប់ពីទិញហើយបងប្អូនអាច
ធ្វើការ sell ទៅលើ bot នេះទុកជួនកាលខែក្រោយយើងផ្លេចឈ្មោះឬក៏បាត់អីចឹងទៅយើងទៅរកអត់ឃើញអញ្ចឹងជួនកាលយើងពិបាកហៅអញ្ចឹងណាចឹងបងប្អូនអាច pin នៅខាងលើទុកមួយក៏បានបាទយើងគ្រាន់តែ pin ចឹងទៅអានេះគឺ account ថ្មីដោយសារ account ថ្មីវាអត់មាន chat អីញ៉ៃចឹងទេចឹងបងប្អូន pin ទៅហ្នឹងហើយឬក៏យើងបង្កើតជា folder មួយសម្រាប់ទុកទៅលើ chat របស់ bot នេះពេលថ្ងៃក្រោយយើងអាចចូលទៅទិញបានទៀតចឹងទៅអញ្ចឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនអាចចេះក្នុងការទៅទិញប្រើទាំងអស់គ្នាដើម្បីចំណេញហើយ bot នេះគឺ account មានភ្ញៀវគាត់ទិញជារៀងរាល់ថ្ងៃអញ្ចឹងបងប្អូនបាច់បារម្ភថាអត់គ្រប់30ថ្ងៃអីទេគឺ full តែម្ដងព្រោះយើង add account ថ្មីបន្ថែមរហូតហើយតាក់ទងនឹងតម្លៃយើងក៏ update ដូចគ្នាព្រោះតម្លៃនេះវារៀងខ្ពស់ដែរហើយពីព្រោះថានៅក្នុង bot នេះកាលមុនលក់CapCut Pro នេះមួយខែតែ$2ឬក៏$1កន្លះអីទេប៉ុន្តែមួយរយៈក្រោយនេះគឺមានការឡើងថ្លៃមែនតើទៅលើ bot ទៅលើ CapCut Pro នេះផងដែរអញ្ចឹងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត